ជំរាបសួរអាដាមលោកជំទាវលោកស្រីដែលជាអ្នកសារព័ត៌មានទាំងអស់ជាបឋមខ្ញុំបាទតំណាងក្រុមការងារអ្នកនាំពាក្យនៃទីស្តីការក្រសួងសុខាភិបាលយើងខ្ញុំទាំងអស់គ្នាសូមជាបឋមជំរាបជូននិងថ្លែងអំណរគុណដល់លោកជំទាវលោកស្រីដែលជាអ្នកសារព័ត៌មានទាំងអស់ដែលយកពេលវេលាដ៏មានសារៈសំខាន់ចូលរួមសម្រាប់រសៀលនេះហើយដែលជាថ្មីម្ដងទៀតគឺជានីតិដ៏ពិសេសដែលសុខាភិបាលយើងរៀបចំនៅសន្និសីទសារព័ត៌មានសុខាភិបាលដែលផ្ដោតសំខាន់ទៅលើសន្និបាតសុខាភិបាលលើកទី45ដែលកំពុងតែដំណើរការទៅនេះតាំងពីព្រឹកមិញនៅថ្ងៃទី26យើងនេះហើយរសៀលនេះហើយនៅថ្ងៃស្អែកពេញមួយថ្ងៃតែម្ដងហើយយើងខ្ញុំជាក្រុមការងារអ្នកនាំពាក្យនៃក្រសួងសុខាភិបាលមានកិត្តិយសដោយបានការអញ្ជើញផ្ទាល់ពីអាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីដែលលោកយកពេលវេលាមកដោយផ្ទាល់ដើម្បីលោកនឹងត្រៀមជម្រាបជូនអាដាមលោកលោកស្រីជាអ្នកសារព័ត៌មានអំពីវឌ្ឍនភាពនៃសុខាភិបាលយើងនៅឆ្នាំ2025ហើយនឹងទិសដៅអភិវឌ្ឍសម្រាប់ឆ្នាំ2026ហើយនឹងករណីអ្វីពិសេសផ្សេងទៀតដែលព្រឹត្តិការណ៍ទាំងឡាយទៀតដែលសុខាភិបាលក្រុមការដឹកនាំអាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីដឹកនាំទាំងអស់យើងទាំងអស់គ្នាបានធ្វើនិងខិតខំធ្វើបន្តដូច្នេះខ្ញុំសូមជម្រាបជូនជារបៀបវិរៈដូចតទៅទី1អាដាមសាស្ត្រាចារ្យលោកនឹងមានប្រសាសន៍ជូនសង្ខេបជាសារសំខាន់អំពីសុខាភិបាលនាឆ្នាំ2025ហើយបន្តមកទៀតលោកនឹងមានប្រសាសន៍អំពីដំណើរទៅមុខនៃសុខាភិបាលដើម្បីជូនដល់លោកជំទាវលោកស្រីអ្នកសារព័ត៌មានបងប្អូនប្រជាពលរដ្ឋលោកបានជ្រាបរួចហើយយើងនឹងមានពេលវេលាប្រហែលជា30នាទីសំណួរចម្លើយដោយផ្ទាល់ជូនមកលោកហើយក៏សូមអធិស្ឋានផងដែរថាសន្និសីទនេះយើងអត់មានពេលវេលាច្រើនពេញមួយរសៀលនេះទេដោយសារអាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីផ្ទាល់លោកនឹងចុះទៅចូលរួមពិភាក្សាស្ដាប់ការពិភាក្សាដោយអ្នកជំនាញមកពី25ខេត្តក្រុងនៃសុខាភិបាលជាមួយនឹងដៃគូអភិវឌ្ឍក៏ដូចជាអាដាមលោកជំទាវដែលជាអាជ្ញាធរនៅក្នុងការចូលរួមសន្និបាតសុខាភិបាលដ៏មានសារៈសំខាន់នេះអាដាមសាស្ត្រាចារ្យលោកនឹងអញ្ជើញចុះទៅស្ដាប់ផ្ទាល់វិនឹងផ្ដល់ជាអនុសាសន៍ទៅតាមជាក់ស្ដែងជាមួយនឹងក្រុមការងារយើងខ្ញុំបាទសូមអធិស្ឋានចំពោះអាដាមលោកជំទាវលោកស្រីជាអ្នកសារព័ត៌មានថាយើងនឹងមានពេល30នាទីសំណួរចម្លើយក្រោយពីបទសារសំខាន់របស់អាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីចឹងខ្ញុំបាទសូមគ្រប់អញ្ជើញអាដាមសាស្ត្រាចារ្យជាទីគ្រប់ដើម្បីលោកផ្ដើមនៅកិច្ចការនេះសូមគ្រប់អញ្ជើញអាដាមសូមអរគុណជាបឋមខ្ញុំសូមជំរាបសួរនឹងការគោរពពងពោះដល់សម្ដេចអាដាមលោកជំទាវបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងប្រទេសហើយចំពោះមុខនេះគឺលោកស្រីដែលជាក្រុមអ្នកសារព័ត៌មានដ៏មានសារៈសំខាន់នៅក្នុងការជួយពំនាំនៅព័ត៌មានពិតជាក់ស្ដែងជូនដល់ជាតិកម្ពុជារបស់យើងជាពិសេសនៅក្នុងដំណាក់កាលនៃដើមឆ្នាំ2026នេះទី1ធំក៏ចង់សូមជម្រាបជូនអំពីលទ្ធផលនៃការងារសុខាភិបាលនៅក្នុងឆ្នាំ2025កន្លងមកហើយជាការងារទាំងកម្រិតថ្នាក់ជាតិនិងកម្រិតថ្នាក់ក្រោមជាតិរបស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមអនុវត្តការងារយ៉ាងសកម្មស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7និងផែនការយុទ្ធសាស្ត្រសុខាភិបាល10ឆ្នាំ2025-2034និងការកែតម្រង់នៅក្នុងវិស័យសុខាភិបាលនៅក្នុងបរិបទនៃជីវភាពក្នុងអង្គតែមួយដែលមានភាពប្រកបនិយមនិងប្រកបទៅដោយធម្មវន្តស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាទី2គឺគោលបំណងដែលខ្ញុំសូមលើកឡើងនៅពេលនេះគឺក្នុងឱកាសដែលយើងធ្វើសន្និបាតឆ្នាំលើកទី45នៃក្រសួងសុខាភិបាលដែលបានរៀបចំឡើងក្នុងគោលបំណងសំខាន់ទី1គឺដើម្បីនឹងពិនិត្យនិងវិតម្លៃនៅសមិទ្ធផលវឌ្ឍនភាពបញ្ហាប្រឈមរយៈពេល1ឆ្នាំកន្លងមកនិងទី2គឺកំណត់ទស្សនវិស័យក្នុងការលើកទិសដៅការងារសម្រាប់ឆ្នាំ2026ខាងមុខនិងឆ្នាំបន្តបន្ទាប់ចំណុចទី3ដែលខ្ញុំជម្រាបជូននៅពេលនេះដែរគឺវឌ្ឍនភាពនិងសមិទ្ធផលដោយសង្ខេបនៅក្នុងឆ្នាំ2025នេះបើទោះបីជាកម្ពុជារងនៅដំណាក់កាលនៃការមានការឈ្លានពាននៅព្រំដែនកម្ពុជាថៃ
មកលើបូរណភាពទឹកដីនិងអធិបតេយ្យភាពក៏ដោយក៏ឆ្នាំ2025នេះក្រសួងសុខាភិបាលនៅតែសម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ដែលមានដូចខាងក្រោមនេះគឺត្រីមួយគឺការពង្រឹងសេវាសុខាភិបាលពង្រឹងផងនិងពង្រីកផងទី2តូចគឺការលើកកម្ពស់នៅគុណភាពសេវាសុខាភិបាលត្រីទី3តូចគឺការពង្រីកនៅការគ្របដណ្ដប់ប្រព័ន្ធគាំពារសង្គមនៅក្នុងទូទាំងប្រទេសត្រី4គឺការពង្រឹងនូវភាពធន់នៃប្រព័ន្ធសុខាភិបាលកម្ពុជាក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋហើយត្រី5គឺពង្រឹងនិងធ្វើទំនើបកម្មនៅសមត្ថភាពរបស់ប្រព័ន្ធសុខាភិបាលដែលយើងអាចនឹងវែកញែកនៅចំណុចសំខាន់មួយចំនួនដូចខាងក្រោមនេះគឺចំណុចទី3មួយគឺការទទួលបាននូវសេវាថែទាំសុខភាពនិងការគ្របដណ្ដប់សេវាតើក្រសួងសុខាភិបាលបានបំពេញនៅកិច្ចការងារនេះយ៉ាងណាដែរនោះគឺមានជាអាចយើងបានធ្វើការទទួលពិគ្រោះជំងឺមានការកើនឡើងធៀបជាមួយនឹងឆ្នាំកន្លងទៅឆ្នាំ2024មក2025នេះកើនឡើងដល់ទៅ21លានករណីជាងដែលស្មើនឹងកំណើនមានអត្រា13ដកសញ្ញា 23% ឃើញថាប្រជាពលរដ្ឋមានជំនឿជឿជាក់ហើយនឹងមកប្រើប្រាស់សេវាកម្មតែកើនឡើងចំណែកឯការសម្រាប់ពេទ្យក៏មានការកើនឡើងរហូតដល់ទៅ28% ធៀបជាមួយនឹងឆ្នាំ2024ហើយយ៉ាងណាមិញការព្យាបាលក៏តែងមាននៅអត្រាមរណភាពយើងរក្សាបានអត្រាមរណភាពបានល្អគឺនៅតិចជាង 1% នេះគឺចំណុចនៃការថែទាំសុខភាពទូទៅចំណុចខគឺការលើកកម្ពស់សុខភាពមាតាទារកនិងអាហារូបត្ថម្ភគឺយើងសម្រេចបាននៅសមិទ្ធផលគួរជាទីពេញចិត្តនៅក្នុងនោះគឺស្ត្រីសម្រាលទូទាំងប្រទេសប្រមាណ250000នាក់ជាងនៅក្នុងនោះគឺនៅមណ្ឌលសុខភាពសម្រាលបានអត្រាកើនឡើងគឺ36%ធៀបនឹងចំនួនសរុបហើយនៅតាមមន្ទីរពេទ្យបង្អែកគឺ56ក៏ដល់សញ្ញា 57% ដែលជាចំណុចមួយឃើញថាមានការរីកចម្រើនហើយការសម្រាលដោយឆ្មបមានន័យថាអ្នកដែលមានវិជ្ជាជីវៈសុខាភិបាលគឺស្ទើរតែទាំងអស់ទៅហើយគឺថានៅសល់តែការសម្រាលនៅដោយឆ្មបបុរាណនេះគឺថាមានតែ0ក៏ដល់សញ្ញា 0.4% ទេគឺមានចំនួនប្រមាណ100នាក់ជាងដែលជាកន្លែងដែលនៅតាមតំបន់ប្រជាជនយើងដែលនៅប្រកាន់នៅប្រពៃណីដើមដែលលោកនៅសម្រាលនៅក្នុងមូលដ្ឋានប៉ុន្តែយ៉ាងណាគឺយើងមានឆ្មបបុរាណឬក៏ឆ្មបយើងទៅជួយសម្រាលនៅកន្លែងបាទចំណែកឯការចាក់វ៉ាក់សាំងគឺការគ្របដណ្ដប់នៃអត្រាចាក់វ៉ាក់សាំងនោះគឺថាយើងមានអត្រាខ្ពស់គួរជាទីពេញចិត្តដែលមានរហូតដល់ទៅ93ក៏ដល់សញ្ញា 14% ជាមធ្យមសម្រាប់គ្រប់វ៉ាក់សាំងក្នុងកម្មវិធីចាក់ថ្នាំបង្ការដែលយើងបូកសរុបជាមធ្យមភាពបាទចំណុចគោលគឺការបង្ការនិងការគ្រប់គ្រងជំងឺឆ្លងវិញគឺការដែលក្រសួងសុខាភិបាលតាមរយៈកម្មវិធីជាតិគឺបានធ្វើការប៉ាន់ប្រមាណថាជំងឺ AIDS ដែលយើងថាមានការថមថយក៏ប៉ុន្តែយើងនៅតែមានការចាប់អារម្មណ៍ថាយើងមិនទាន់អស់នៅឡើយទេក្នុងមួយឆ្នាំគឺយើងនៅមាន1200ករណី1200ករណីនេះករណីថ្មីដូច្នេះគឺក្នុងមួយថ្ងៃអាចមានប្រមាណជា3នាក់ថ្មីដូច្នេះនេះជាចំណុចមួយដែលខ្ញុំក្នុងនាមស្ថាប័នសុខាភិបាលសូមឲ្យយកចិត្តទុកដាក់នៅក្នុងការពារនៃការឆ្លងនៃជំងឺអេដនេះហើយដែលកម្ពុជាយើងសម្រេចបានជោគជ័យកន្លងមកច្រើនណាស់នៅក្នុងសម័យដែលកំពុងតែមានឆ្លងរាលដាលខ្លាំងនោះគឺកម្ពុជាយើងបានកាត់បន្ថយនៃការឆ្លងនេះរហូតមកដល់កម្រិតនៅត្រឹមតែចំនួន1200ករណីនេះតែយើងចង់បានឲ្យកាត់បន្ថយថែមទៀតករណីនេះករណីជំងឺរបេងដែលជាជំងឺឆ្លងដែរគឺក៏យើងបានកាត់បន្ថយដែរការស្រាវជ្រាវរបេងថ្មីនេះគឺយើងមានចំនួន30000ករណីដែលជាករណីរបេងវិជ្ជមានដែលមានមេរោគបេកានេះហើយជោគជ័យនៃការងារជំងឺរបេងនេះគឺយើងរក្សាបាននៅ96%ដែលធ្លាក់ចុះនៅអត្រាមរណភាពនៅក្នុងនោះគឺថយនៅត្រឹម18នាក់នៅក្នុង100000អ្នកជំងឺមួយទៀតដែរគឺករណីជំងឺគ្រុនចាញ់
ដែលក្នុងរយៈពេល10ឆ្នាំផ្លាយមុននេះយើងមានការបដូរផ្ដាច់ថាយើងខិតខំធ្វើការលុបបំបាត់នៅជំងឺគ្រុនចាញ់ហើយនៅពេលនេះនៅក្នុងចុងឆ្នាំ2025នេះរយៈពេល3ខែចុងឆ្នាំដែលជាអវសានវត្តថាកម្ពុជាកាលណាមិនមានការឆ្លងថ្មីនៅក្នុងចុងឆ្នាំ2025នេះគឺចុងខែ9ខែ10 11 12នេះហើយនឹងបន្តទៅមុខមិនមានការឆ្លងថ្មីនោះគឺជាជោគជ័យមួយដែលកម្ពុជាឈានដល់គោលដៅនៃការទទួលបានថាយើងឈានដល់គោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នថាក្នុងករណីដែលមានជំងឺដែលនាំចូលដែលនេះទោះបីនៅប្រទេសណាក៏ដោយទោះបីនៅក្នុងប្រទេសមិនមានការឆ្លងក្នុងប្រទេសក្តីប៉ុន្តែការចូលពីខាងក្រៅជារឿងមួយដែលមិនចំណុះឲ្យប្រទេសទេគឺពាក់ព័ន្ធនឹងការធ្វើដំណើររបស់ធុរជនឬក៏ភ្ញៀវទេសចរយើងដែលអញ្ជើញមកដូច្នេះយើងទាមទារតើមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់ទៅលើការតាមដានករណីនេះចំណុចមួយទៀតដែរគឺជំងឺគ្រុនឈាមជំងឺគ្រុនឈាមគឺយើងមានការគ្រោងថានឹងផ្ទុះជំងឺគ្រុនឈាមនៅក្នុងឆ្នាំ2024ដែលប៉ាន់ស្មានប្រមាណថា80000នាក់ប៉ុន្តែ2024យើងបានទប់ស្កាត់បាននៅត្រឹមតែ17000ករណីឆ្លងប៉ុណ្ណោះហើយយើងក៏នៅប៉ាន់ស្មានជាបច្ចេកទេសថានៅក្នុងឆ្នាំបន្ទាប់គឺឆ្នាំ2025នេះនឹងនៅតែជាឈ្នួននៃការផ្ទុះដដែលហើយអាចមានទំហំខ្ពស់ជាងការប៉ាន់ស្មាននៃ80000នេះទៀតផងនោះការពិតជាក់ស្ដែងគឺមកដល់មែនករណីនេះគឺឆ្នាំ2025គឺជាឆ្នាំដែលផ្ទុះនៅជំងឺគ្រុនឈាមពិតប្រាកដនោះគឺកើនបានដល់ទៅ53000ករណីជាងដែលយើងទប់ស្កាត់បានពីថា80000ជាងឬលើសមក50000ជាងប៉ុន្តែនេះជាចំនួនមួយដែលយើងតស៊ូព្យាយាមដោយកម្លាំងរួមទាំងរដ្ឋបាលមូលដ្ឋានរាជធានីខេត្តជាមួយនឹងកម្មវិធីជាតិដែលបានខិតខំហើយក៏យើងបានទប់ស្កាត់បាននៅក្នុងកម្រិតនេះហើយការមរណភាពគឺមាន64ករណីគឺស្មើនឹង0.12%យ៉ាងណាក្តីគឺនៅក្នុងឆ្នាំ2026នេះយើងសង្ឃឹមថាចំនួននៃជំងឺគ្រុនឈាមនឹងថមថយចុះគួបផ្សំជាមួយនឹងការប្រុងប្រយ័ត្នរបស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋយើងផងដែរចំណុចខគឺការបង្កើនការគ្រប់គ្រងជំងឺមិនឆ្លងវិញម្ដងដែលជាបញ្ហាសុខភាពសាធារណៈមួយដែលកាន់តែមានទំហំធំទៅហើយអត្រាមរណភាពដោយសារជំងឺមិនឆ្លងមានការកើនឡើងលើស 50% ហើយដែលនៅក្នុងប្រទេសទូទាំងសកលលោកមធ្យមភាពនៃមរណភាពដោយជំងឺមិនឆ្លងមាន 71% កម្ពុជាយើងស្ថិតនៅក្នុងកម្រិតតិចជាង71ទេក៏ប៉ុន្តែយើងកំពុងតែមានដំណើរវិវត្តដោយសារតែជីវភាពនិងស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋត្រង់នេះហើយដែលយើងយកចិត្តទុកដាក់ក្នុងការអប់រំសុខភាពអិរិយាបថការប្រកាន់អិរិយាបថល្អដើម្បីសុខភាពដោយឡែកនេះគឺក្នុងការងារជំងឺទឹកនោមផ្អែមគឺជាជំងឺមិនឆ្លងមួយដែលយើងមានការយកចិត្តទុកដាក់ហើយករណីនៃជំងឺថ្មីដែលការជំងឺទឹកនោមផ្អែមជំងឺលើសឈាមដែលមានជាអាចជំងឺលើសឈាមជំងឺឡើងសម្ពាធឈាមនេះយើងមានការទទួលបាននៅករណីថ្មីដែលមកប្រើប្រាស់សេវានេះគឺ451,009ករណីនៅឆ្នាំកន្លងទៅមានការកើនឡើង12កន្លសញ្ញា 2% បើប្រៀបធៀបនឹងឆ្នាំចាស់ហើយនេះគឺបញ្ជាក់អំពីការដែលបងប្អូនប្រជាពលរដ្ឋយល់ដឹងដែលចូលមកប្រើប្រាស់ហើយនឹងជឿជាក់នៅលើសេវាសាធារណៈរបស់យើងដែលទទួលបាននៅឱសថព្យាបាលហើយនឹងការព្យាបាលនៅចិត្តនឹងមូលដ្ឋានរបស់ផងខ្លួនចំនួននៃអ្នកជំងឺមហារីកក៏យើងបានដាក់ផែនការឲ្យអនុវត្តជាផ្លូវការនៅជំងឺស្រាលជ្រាវជាជំងឺមហារីកនេះក្នុងរយៈពេលថ្មីដែលកាលពីខែឧសភាដើមឆ្នាំ2025ក្រោមធិបតីភាពរបស់ពងពោះរបស់សម្ដេចមហាបវរធិបតីហើយតែកិច្ចការងារនេះកំពុងតែមានវឌ្ឍនភាពចំពោះភាពចាប់ផ្ដើមនេះចំណែកឯជំងឺទឹកនោមផ្អែមគឺយើងបានខិតខំហើយប្រជាពលរដ្ឋយើងក៏បានយល់ដឹងនិងចូលមកប្រើប្រាស់សេវាមាន292,000ករណីថ្មីហើយដែលកើនឡើង26.8%ផងដែរតែនេះគឺជាការយល់ដឹងហើយផលប្រយោជន៍នៃសមត្ថភាពគឺបានជ្រាបទៅដល់មូលដ្ឋានសុខាភិបាលយើងគ្រប់ទីកន្លែងនៅក្នុងទូទាំងប្រទេសបញ្ហាមួយទៀតដែរគឺជាសុខភាពផ្លូវចិត្តនិងជំងឺផ្លូវចិត្តដែលមានចំនួន386,000ករណីជាងនោះហើយមានការកើនឡើងផងដែរចំនួន37.8%បើប្រៀបធៀបនឹងឆ្នាំចាស់ហើយចំណុចមួយទៀតដែរក៏ពាក់ព័ន្ធដែរអំពីអ្នកដែលបំពេញនៅគ្រឿងញៀនក៏បានមកទទួលនូវសេវាពិគ្រោះ
ព្យាបាលហ្នឹងគឺថាចំនួន7,400ករណីជាងហើយនៅក្នុងនោះគឺយើងមានស្ត្រីប្រមាណ555នាក់ផងដែរចំណុចទី3 2គឺលើកឡើងអំពីការលើកកម្ពស់គុណភាពសេវាថែទាំដែលការវិតម្លៃគុណភាពមណ្ឌលសុខភាពរបស់យើងទាំង1302កន្លែងដែលមានកម្រិតជាមួយនឹងមន្ទីរពេទ្យកម្រិត1ហៅថា CPA1 នោះចំនួន61កន្លែងហើយមន្ទីរពេទ្យកម្រិត2គឺ38កន្លែងនិងមន្ទីរពេទ្យកម្រិត3 22កន្លែងនេះនៅក្នុងឆមាសទី1មកឆមាសទី2នៃឆ្នាំ2025នេះមានការប្រែប្រួលជាវិជ្ជមានក្នុងវឌ្ឍនភាពបន្ទុកគុណភាពជាមធ្យមនៃមណ្ឌលសុខភាពបានកើនពី50កដកសញ្ញា96%មក57កដកសញ្ញា73%ដែលមណ្ឌលសុខភាពមានបន្ទុកលើសពី60ហ្នឹងមានការកើនឡើង292មណ្ឌលពី292មណ្ឌលទៅ580មណ្ឌលចឹងឃើញថាមានការវិវត្តជាវិជ្ជមានច្រើនហើយគុណភាពបន្ទុកគុណភាពជាមធ្យមនៃមន្ទីរពេទ្យបង្អែកកម្រិត1កើនពី65%ទៅ69%កម្រិត2កើនពី63ទៅ68%លេខអត្រាមូលហើយមន្ទីរពេទ្យបង្អែកកម្រិត3គឺកើនពី70%ទៅ73កដកសញ្ញា66%មានថាការវឌ្ឍនភាពប្រសើរឡើងនៃបន្ទុកវិតម្លៃគុណភាពមធ្យមការបង្ការហានិភ័យផ្នែករញ្ញវត្ថុយើងបានកាត់ខំចំណុចទី3នេះគឺប្រជាជនបានទទួលបានការគោរពដប់សេវាមូលនិធិសមត្ថភាពសុខាភិបាលនោះគឺ4,665,888 នាក់គឺស្មើនឹង26កដកសញ្ញា54%នៃប្រជាជនសរុបនៅក្នុងឆ្នាំ2025ឃើញថាមានចំនួនកើនឡើងច្រើនហើយទស្សននៃការគ្រប់គ្រងសុខភាពជាសកលហ្នឹងគឺថាបានកើនឡើងពី60កដកសញ្ញា1នៅក្នុងឆ្នាំ2024ទៅ63កដកសញ្ញា6នៅក្នុងឆ្នាំ2025ហើយដែលយើងឈានឲ្យបាន80%នៅក្នុងឆ្នាំ2030ចំណុច 3.4 គឺការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាពនិងសេវាសារវ័ននេះគឺថាតាមការអង្កេតតាមដានឆ្លើយតបនឹងជំងឺឆ្លងនិងគ្រោះអាសន្នសុខភាពត្រូវបានពង្រឹងក្នុងលក្ខណៈបរិយាសកម្មនិងការឆ្លើយតបយ៉ាងសកម្មហើយក្នុងនោះដែរក៏យើងបានគិតគូរអំពីផ្នែកមន្ទីរពិសោធន៍វិទ្យាសាស្ត្រដែលយើងទទួលបាននៅគុណភាព ISO ដែលយើងរំពឹងចង់បានថាស្តង់ដារអន្តរជាតិនេះគឺថាយើងទទួលបាននៅ ISO នៅមន្ទីរពិសោធន៍កម្រិតជាតិនៅមជ្ឈមណ្ឌលប្រយុទ្ធជំងឺអេដលក្ខកាមរោគនៅខេត្តសៀមរាបក៏ដូចគ្នាដែរយើងទទួលបាននៅកម្រិត ISO ជាបន្តបន្ទាប់នៅខាង NIPA នៃក្រសួងសុខាភិបាលក៏ដូចគ្នាដែរហើយការដែលយើងបានធ្វើការទទួលការបរិច្ចាគឈាមឃើញថាក៏មានការកើនឡើង6.97%ប្រៀបធៀបនឹងឆ្នាំចាស់មានន័យថាការបម្រើសេវានៃការផ្ដល់ឈាមដោយស្ម័គ្រចិត្តជូនអ្នកជំងឺរបស់យើងមានការកើនឡើងផងដែរចំណុចមួយទៀតដែរគឺ 3.5 គឺពង្រឹងភាពធន់នឹងការធ្វើឲ្យទំនើបកម្មប្រព័ន្ធសុខាភិបាលនេះគឺយើងកំពុងតែធ្វើការអភិវឌ្ឍនៅសុខភាព Digital ដែលជាការអនុវត្តមួយដែលមានសារៈសំខាន់បំផុតនៅក្នុងពេលបច្ចុប្បន្នហើយដែលជាមុំសំខាន់មួយនៅក្នុងយុទ្ធសាស្ត្របញ្ចកម្មរបស់រាជរដ្ឋាភិបាលផងដែរចំណុចនេះក៏យើងបានធ្វើការប្រឹងប្រែងនៅក្នុងការអនុវត្តធនធានមនុស្សដែលធ្វើការអភិវឌ្ឍតាមផែនការយុទ្ធសាស្ត្រធនធានមនុស្សឆ្នាំ2025-2034ដោយដាក់ប្រកាសប្រើជាផ្លូវការកាលពីថ្ងៃទី13ធ្នូកន្លងទៅនេះគឺជាឯកសារធំដែលក្រសួងសុខាភិបាលបានដាក់ចេញជាផ្លូវការធ្វើកម្មវិធីប្រកាសដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេសហើយដែលមានរយៈពេល10ឆ្នាំចំពោះគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន19និងក្នុងនោះគ្រឹះស្ថានសាធារណៈ7និងឯកជន12នេះគឺថាប្រព័ន្ធបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលត្រូវបានចែកជា3ផ្នែកគឺការបណ្ដុះបណ្ដាលមុនពេលបម្រើការងារបណ្ដុះបណ្ដាលក្រោយមូលដ្ឋាននិងការបណ្ដុះបណ្ដាលកំពុងពេលបម្រើការងារបាទហើយនៅក្នុងនេះដែរក៏យើងបានគិតត្រឹមខែធ្នូឆ្នាំ2025នេះយើងមានមន្ត្រីរាជការសរុបចំនួន3461នាក់ដែលកំពុងតែបម្រើការងារកម្រិតថ្នាក់ជាតិថ្នាក់ក្រោមជាតិថ្នាក់កណ្ដាលគឺមាន23កដកសញ្ញា 55% ថ្នាក់ក្រោមជាតិគឺមានរហូតដល់76កដកសញ្ញា 48% នេះជានិន្នាការមួយនៃការជំរុញកម្លាំងមន្ត្រីសុខាភិបាលឲ្យទៅថ្នាក់ក្រោមជាតិនៅមូលដ្ឋានយ៉ាងណាក៏ដោយក៏យើងនៅតែត្រូវពង្រឹងនិងជំរុញបន្ថែមទៀតដើម្បីឲ្យមន្ត្រីសុខាភិបាលបានចុះទៅដល់មូលដ្ឋាន
នៅក្នុងសហគមន៍ក្រសួងសុខាភិបាលក៏បានគិតគូរអំពីការលើកទឹកចិត្តមន្ត្រីរាជការលើគ្រប់ទិដ្ឋភាពព្រមទាំងផ្ដល់នូវការសរសើរនិងគ្រឿងឥស្សរិយយសផងដែរហើយក៏បានលើកទឹកចិត្តមន្ត្រីរាជការតាមរយៈការផ្ដល់ជូននៅបានការពារសុខភាពបសសនេះបានសមាជិកបសសចំពោះមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាទាំងឡាយផងដែរចំណុចគោលគឺការផ្គត់ផ្គង់ឱសថបរិក្ខារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏ជាអត្ថប្រយោជន៍នៃកិច្ចការងារសុខាភិបាលដែរតែខ្ញុំសូមសង្ខេបហើយចំណុចខគឺប្រព័ន្ធព័ត៌មានសុខាភិបាលហៅថាសុខាភិបាល Digital នេះគឺយើងកំពុងតែយកចិត្តទុកដាក់ដើម្បីនឹងធ្វើការកត់ត្រាវិទ្យាសាស្ត្រអេឡិចត្រូនិកសម្រាប់អ្នកជំងឺឆ្លងនិងអ្នកជំងឺមិនឆ្លងបាទទៅតាមប្រព័ន្ធ Digital សម្រាប់ធ្វើយ៉ាងណាឲ្យមានភាពប្រតិកលាគ្នានៅក្នុងវិស័យសុខាភិបាលសម្រាប់ចំណុច4គឺទិសដៅអនាគតនឹងឆ្នាំបន្តគឺក្រសួងសុខាភិបាលទទួលនៅការដាក់នៅផែនការក្នុងការពង្រីកការគ្របដណ្ដប់សេវាសុខាភិបាលជាពិសេសគឺពង្រឹងសេវាសុខភាពបឋមនៅមូលដ្ឋានបង្កើនសកម្មភាពអប់រំលើកកម្ពស់សុខភាពនិងការបង្ការជំងឺការគ្រប់គ្រងជំងឺដើម្បីបង្កើនទំនុកចិត្តដល់មូលដ្ឋានសុខាភិបាលនិងសម្រាប់អត្ថប្រយោជន៍ប្រជាជននៅក្នុងមូលដ្ឋានហើយការលើកកម្ពស់សេវាសុខាភិបាលដោយបន្តកែលម្អការថែទាំសុខភាពសុវត្ថិភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយប្រចាំការ24ម៉ោងនៅលើ7ថ្ងៃនេះកំពុងតែត្រូវបានអនុវត្តនៅគ្រប់មូលដ្ឋានទាំងអស់មួយទៀតដែរនោះគឺការពង្រឹងសន្តិសុខសុខភាពនិងសេវាសុខភាពជាសារវ័នសុខភាពសាធារណៈជាសារវ័ននេះត្រូវពង្រឹងគុណភាពផ្នែកមន្ទីរពិសោធន៍កម្រិតជាតិនិងកម្រិតខេត្តដើម្បីឆ្ពោះទៅរកការទទួលបាននូវការទទួលស្គាល់ជាសកលគឺវិញ្ញាបនបត្រ ISO ក៏ដូចជាកម្រិត accreditation national accreditation គឺការទទួលស្គាល់កម្រិតជាតិរបស់យើងផងដែរដែលអនុលោមតាមគោលនយោបាយនិងវិធាននិយត្តកម្មរបស់សុខាភិបាលទាំងផ្នែកសាធារណៈនិងឯកជនសម្រាប់ធ្វើយ៉ាងណាឲ្យមាននវានុវត្តន៍នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យស្របជាមួយនឹងតម្រូវការនិងបរិវត្តកម្មនៃសុខភាព Digital នេះទី5ជាការសន្និដ្ឋានមួយតូចគឺកម្រិតនៃការប្រើប្រាស់សេវាថែទាំសុខភាពទូទៅទាំងសេវាបង្ការសេវាព្យាបាលដល់ប្រជាជននោះថាយើងខិតខំធ្វើយ៉ាងណាឲ្យមានកំណើនឡើងស្របនឹងវឌ្ឍនភាពនៃគុណភាពសេវាដែលយើងបានខិតខំធ្វើនិងទទួលលទ្ធផលទៅគួរឲ្យកត់សម្គាល់គឺបម្រើសេវា24ម៉ោងលើ7ថ្ងៃនៅក្នុងមួយសប្តាហ៍ហើយខិតខំធ្វើយ៉ាងណាឲ្យស្របតាមការផែនទីចង្អុលផ្លូវបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលដែលកំពុងមានវឌ្ឍនភាពនៅលើផ្លូវត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទី2តូចគឺការបង្កើនការគ្រប់គ្រងជំងឺឆ្លងដែលកំពុងស្ថិតនៅក្នុងមាគ៌ាវឌ្ឍនភាពហើយជាក់ស្ដែងការសម្រេចបានគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ដែលបានលើកឡើងខាងលើនិងអន្តរាគមន៍នៃការអនុវត្តប្រយុទ្ធប្រឆាំងការជំងឺអេដស៍ដើម្បីឆ្ពោះទៅរកគោលដៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ2030ហើយករណីថ្មីនៃជំងឺរបេងនិងអត្រាស្លាប់ក៏បានបន្តថយធ្លាក់ចុះបាទទី3តូចគឺការបង្កើនការគ្រប់គ្រងជំងឺមិនឆ្លងនេះគឺត្រូវបានកត់សម្គាល់ថាមានកំណើននៃការប្រើប្រាស់សេវាជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាមជំងឺសុខភាពផ្លូវចិត្តក៏ត្រូវបានពង្រឹងរួមជាមួយនឹងការផ្គត់ផ្គង់ឱសថដែលមានគុណភាពខ្ពស់គ្រប់គ្រាន់ទាន់ពេលវេលានៅគ្រប់មូលដ្ឋានសុខាភិបាលហើយទី4តូចគឺការពង្រឹងប្រព័ន្ធសន្តិសុខសុខភាពឲ្យបានរឹងមាំត្រូវបានលើកកម្ពស់ពង្រឹងប្រព័ន្ធអង្កេតតាមដានការឆ្លើយតបជំងឺឆ្លងពីគ្រោះអាសន្នសុខភាពហើយសមត្ថភាពមន្ទីរពិសោធន៍វិទ្យាសាស្ត្រក៏ខិតខំលើកដើម្បីទទួលបាននូវការទទួលស្គាល់នៃកម្រិតស្តង់ដារ ISO កម្រិតតំបន់កម្រិតអន្តរជាតិហើយទី5គឺការទំនើបកម្មប្រព័ន្ធ Digital ក្នុងវិស័យសុខាភិបាលនេះធ្វើប្រព័ន្ធកត់ត្រាវិទ្យាសាស្ត្រអេឡិចត្រូនិកនៃជំងឺមិនឆ្លងក៏ដូចជាជំងឺឆ្លងការបានចែកមន្ត្រីរាជការទៅបម្រើការងារឲ្យបានគ្រប់ទីកន្លែងហើយធ្វើយ៉ាងណាឲ្យមានសក្តិភាពនៅក្នុងការចំណាយនៅក្នុងការបម្រើសេវានេះឲ្យបានល្អដោយមានការផ្គត់ផ្គង់ឱសថបរិក្ខារឧបករណ៍ពេទ្យបានទាន់ពេលវេលាទី6តូចដែលជាចំណុចចុងក្រោយនៃសេចក្តីសន្និដ្ឋាននេះកត្តាកលឹះជាសារវ័នសម្រាប់ដើម្បីសម្រេចសមិទ្ធផលឆ្នាំ2025នោះគឺរួមមានគឺការរក្សាបាននៅសុខសន្តិភាពនយោបាយសន្តិសុខសម្រាប់ធ្នាប់សង្គមនិងដែលជាបរិយាលក្ខខណ្ឌដ៏ចាំបាច់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរទឹកដីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាហើយក៏ដូចគ្នាដែរគឺការគ្រប់គ្រងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដល់ក្រសួងសុខាភិបាលក្នុងការអនុវត្តនៅកម្មវិធីនយោបាយអន្តរភាពវិធានគន្លឹះ
ក្នុងវិស័យសុខាភិបាលហៅថា KOVOS នេះដែលជាផែនការយុទ្ធសាស្ត្រសុខាភិបាលស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ2025-2034និងផែនការសកម្មភាពអតិភិបរបស់ក្រសួងសុខាភិបាលរបស់យើងដោយរក្សាបានបន្ថែមនូវការវិនិយោគធនធានរបស់រាជរដ្ឋាភិបាលលើការពង្រីកសមត្ថភាពប្រព័ន្ធសុខាភិបាលជាក់ស្ដែងគឺរាជរដ្ឋាភិបាលបានប្រើប្រាស់នូវធនធានជាច្រើនសមស្របនៅក្នុងលទ្ធភាពដើម្បីពង្រីកសមត្ថភាពនៃមន្ទីរពេទ្យបង្អែកហើយកន្លងទៅឆ្នាំថ្មី2025កន្លងទៅនេះគឺបានពង្រឹងទីពេទ្យបង្អែកកម្រិត2ចំនួន61ដើម្បីធ្វើការពង្រឹងនៅផ្នែកសង្គ្រោះបន្ទាន់ផ្នែកវះកាត់និងការធ្វើរោគវិនិច្ឆ័យឲ្យបានប្រសើរហើយឈានទៅដល់ការសម្រេចជោគជ័យនៅលទ្ធផលនៃការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋនៅក្នុងឆ្នាំ2026និងបណ្ដាឆ្នាំបន្តខាងមុខខ្ញុំសូមជូននៅសេចក្តីផ្ដើមជាការរាយការណ៍សមិទ្ធផលនិងទិសដៅសម្រាប់ឆ្នាំ2025និង2021ជូននៅបងប្អូនសារព័ត៌មានដូចជាប្រជាពលរដ្ឋយើងប៉ុណ្ណេះហើយសូមអរគុណនិងសូមជូនពេលវេលាដើម្បីនឹងអាចនឹងមានសំណួរសូមអញ្ជើញសូមជាបឋមសំខាន់អរគុណអាដាមសាជារដ្ឋមន្ត្រីដែលលោកបានផ្ដល់ដោយផ្ទាល់នៅព័ត៌មានអំពីវឌ្ឍនភាពសុខាភិបាលអញ្ចឹងយើងបានមកដល់នេតិសំណួរនឹងចម្លើយខ្ញុំសូមអញ្ជើញដល់លោកជំទាវលោកស្រីអស់លោកដែលជាអ្នកសារព័ត៌មានមេត្តាយើងមានមីក្រូហ្វូននៅខាងស្ដាំដៃខ្ញុំសូមអញ្ជើញបង្ហាញឈ្មោះបង្ហាញពីភ្នាក់ងារសារព័ត៌មានហើយនឹងមេត្តាផ្ដល់ជាសំណួរតែម្ដងជូនអាដាមសូមគោរពអញ្ជើញចា៎ខ្ញុំសូមគោរពជំរាបសួរអាយដាមលោកជំទាវនាងខ្ញុំឈ្មោះសាចាលក្ខណាមកពីបណ្ដាញព័ត៌មាន Fresh News សូមអរគុណណាស់ចំពោះលោកអត់នៅរបាយការណ៍សម្រាប់ឆ្នាំចាស់ក៏ដូចជាទិសដៅការងារឆ្នាំថ្មីក៏សូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំទាំងអស់ជាពិសេសគឺអាដាមសាចារដ្ឋមន្ត្រីដែលបានខិតខំប្រឹងប្រែងមិនថាយប់ថ្ងៃឬក៏ច័ន្ទអាទិត្យទេចាស់គឺស្ទើរតែពេញ24ម៉ោងដើម្បីសុខភាពនិងសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងឱកាសនេះខ្ញុំជំនួសមកឲ្យប្រជាជនក៏សូមអរគុណដល់អាដាមប្រជាថាដឹកនាំទាំងអស់ចា៎ជាដំបូងឃើញថានៅក្នុងឆ្នាំចាស់នៅក្នុងឆ្នាំ2025ប្រជាពលរដ្ឋមានជំនឿទុកចិត្តច្រើនហើយក៏ទទួលសេវាកម្មច្រើននៅក្នុងតាមទីពេទ្យនៅក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តដូច្នេះនៅក្នុងកំឡុងឆ្នាំ2025នេះយើងក៏មានបញ្ហាព្រំដែនផងដែរដូច្នេះចង់ឲ្យអាដាមជួយជម្រាបផងដែរថាកំឡុងពេលដែលយើងមានការមានបញ្ហានៅព្រំដែនតើនៅក្នុងវិស័យសុខាភិបាលមានការប៉ះពាល់អ្វីខ្លះព្រោះដោយសារថានៅក្នុងកំឡុងនេះប្រជាពលរដ្ឋគឺទទួលសេវាកម្មច្រើននៅមន្ទីរពេទ្យគណៈដែលយើងកំពុងតែមានបញ្ហានៅព្រំដែនតើខាងវិស័យសុខាភិបាលបែងចែកការងារបែបម៉េចឃើញថាមិនថាតរៈកងទ័ពយើងគឺគាត់ទទួលបានភាពកក់ក្ដៅយ៉ាងខ្លាំងពីថ្នាក់ដឹកនាំជាសហរដ្ឋមន្ត្រីមិនថានៅតាមមន្ទីរពេទ្យមិនថានៅតាមបណ្ដាខេត្តជាពិសេសគឺទៅដល់តំបន់ដែលមានហានិភ័យឃើញថាអាដាមជួយចង់ដល់ផ្ទាល់គាត់ថារវល់យ៉ាងណាក៏ដោយដូច្នេះសូមឲ្យអាដាមជួយជម្រាបលម្អិតចា៎សូមអរគុណនៅសំណួរដ៏មានបច្ចុប្បន្នភាពហើយដែលមានសារៈសំខាន់និងជាកន្លឹះក្នុងរយៈពេលដែលយើងជួបប្រឈមកន្លងទៅនេះថាតើបញ្ហាព្រំដែននេះតើមានផលប៉ះពាល់អ្វីទៅលើប្រព័ន្ធសុខាភិបាលកម្ពុជាខ្ញុំសូមជម្រាបថាបញ្ហាព្រំដែននេះប្រកបណាស់ជាមានផលប៉ះពាល់ខ្លាំងហើយដែលខ្ញុំសូមបែងចែកជាពីរហើយពាក្យដែលថាផលប៉ះពាល់ប្រព័ន្ធសុខាភិបាលនិងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋពីរនេះមិនដូចគ្នាទេអញ្ចឹងខ្ញុំសូមលើកឡើងថាប្រព័ន្ធសុខាភិបាលទំហំនៃការប៉ះពាល់នេះគឺចែកជាពីរគឺមួយតូចគឺប៉ះពាល់ដោយផ្ទាល់ប៉ះពាល់ដោយផ្ទាល់គឺជាការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមានមណ្ឌលសុខភាពប៉ុស្តិ៍សុខភាពមន្ទីរពេទ្យបង្អែកស្រុករហូតដល់មន្ទីរពេទ្យខេត្តដែលសរុបចំនួនគិតជា graphic កម្រិតខ្ពស់បំផុតរហូតដល់70កន្លែងខ្លះគឺខ្ទេចខ្ទាំដោយគ្រាប់ផ្លោងឬក៏គ្រាប់វាយប្រហារខូចទាំងស្រុងខ្លះក៏មានខាខូចដោយអន្លើខ្លះគឺខូចអគារមួយចំនួនហើយមួយចំនួនទៀតគឺខ្ទេចខ្ទាំជញ្ជាំងពីដានដំបូលខ្លះគឺមិនអាចដំណើរការបានមួយចំនួនទៀតគឺប៉ះពាល់ដោយអន្លើមួយចំនួនទៀតប៉ះពាល់ដោយអេក្លាក្របអំបែងឬក៏បាល់គ្រាប់ខ្លះតិចតួចក៏ប៉ុន្តែនៅក្នុងចំណោមប្រមាណ57ទៅ70ទៅតាមដំណាក់កាលខ្ពស់ទៀតគឺមិនដំណើរការបាននេះគឺជាការប៉ះពាល់ផ្ទាល់មិនដំណើរការបាននោះថាតើប្រជាពលរដ្ឋបានអ្វីប្រើនោះគឺ
ប្រជាពលរដ្ឋនៅកន្លែងណាមណ្ឌលមូលដ្ឋានសុខាភិបាលមិនដំណើរការច្បាស់ណាស់ថាកន្លែងនោះច្បាស់ជាមិនសុវត្ថិភាពទេអញ្ចឹងប្រជាពលរដ្ឋត្រូវភៀសសិតពីកន្លែងនោះមកកន្លែងដែលមានសុវត្ថិភាពដែលហៅថាទីសុវត្ថិភាពនៃជនភៀសសិតដែលមានច្រើនកន្លែងហើយដូចបែបបងប្អូនសារព័ត៌មានបានជ្រាបហើយនៅក្នុងដំណាក់កាលទាំងពីរលើកនោះដូច្នេះប្រជាពលរដ្ឋយើងក៏ច្រឡាក់ចូលថយមកនៅកន្លែងដែលទួលសុវត្ថិភាពបុគ្គលិកសុខាភិបាលរបស់យើងដែលជាជាតិយើងនេះក៏លោកអមដំណើរមានន័យថាមកតាមប្រជាពលរដ្ឋប៉ុន្តែមកក្រោយប្រជាពលរដ្ឋមកមុនហើយបានគិតថាអស់ហើយបងប្អូនមិនមានទេហើយបានយើងសហការជាមួយអាជ្ញាធរមូលដ្ឋានសម្រាប់ថាជំលះពេទ្យនឹងមកដែរមកពីណាមកនៅក្នុងទីសុវត្ថិភាពដែលតាមបម្រើសុខភាពជូនបងប្អូនប្រជាពលរដ្ឋដដែលបន្ថែមពីលើនោះគឺយើងថែមទាំងបញ្ជូនមន្ត្រីបុគ្គលិកសុខាភិបាលព្រមទាំងមធ្យោបាយដឹកជញ្ជូនពីខេត្តទាំងឡាយដែលនៅខាងក្រោមពួកយើងប៉ះពាល់7បូក1ខេត្តសៀមរាបដែលជាកន្លែងដើម្បីនឹងធ្វើការគេថា back up កន្លែងដែលជួយទប់ស្ថានភាពនៃការសង្គ្រោះគឺក្រៅតែពីនោះត្រូវបានចាត់ខេត្តទាំងឡាយឡើងទៅជួយក្នុងមួយខេត្តព្រំដែនដែលមានបញ្ហាបញ្ជូនពីខេត្តខាងក្រោមទៅជួយទៅទាំងកម្លាំងមនុស្សទៅទាំងមធ្យោបាយទៅទាំងរថយន្តទៅទាំងការគ្រប់គ្រងដឹកនាំដើម្បីជួយលើកស្ទួយការបម្រើសេវារបស់យើងឲ្យនៅក្នុងកម្រិតមួយដែលមិនឲ្យមានប៉ះពាល់ថាជាប្រព័ន្ធសុខាភិបាលដែលមិនអាចរ៉ាប់រងដំណើរការបានគឺយើងរឹងមាំចំណុចនេះខ្ញុំចង់ជម្រាបជូនថាកន្លែងការរឹងមាំនេះមិនមែនចៃដន្យទេមិនមែននៅពេលដែលជួបបញ្ហាហើយយើងរឹងមាំភ្លាមពេលហ្នឹងទេនោះទេការរឹងមាំនេះគឺមានប្រវត្តិមានបែបផែនមានផែនការយុទ្ធសាស្ត្រត្រឹមត្រូវដែលខ្ញុំនឹងអាចជម្រាបជូននៅពេលក្រោយប៉ុន្តែយើងអាចនិយាយថាភាពធន់របស់យើងគឺនៅក្នុងដំណាក់កាលនេះបានបញ្ជាក់ឃើញច្បាស់ហើយនៅក្នុងមួយមន្ទីរសុខាភិបាលឬក៏ក្នុងមួយខេត្តដែលជាប់ព្រំដែនមានបញ្ហាព្រំដែននេះគឺមានថែមទាំងមន្ទីរពេទ្យជាតិមន្ទីរពេទ្យជាតិ1ឬក៏ពេលខ្លះ2ឬពេលខ្លះ3ទៅតាមជំនាញទៅជួយមន្ទីរពេទ្យខេត្តនោះថែមទៀតមានន័យថាពេលនេះកម្លាំងជាតិនិងថ្នាក់ក្រោមជាតិនៅជាមួយគ្នាគ្រូពេទ្យឯកទេសពីភ្នំពេញទៅនៅជាមួយនឹងគ្រូពេទ្យនៅតាមបណ្ដាខេត្តគឺរួមសុខរួមទុក្ខជាមួយគ្នាក្នុងសាមគ្គីភាពដោយដែលបងប្អូនប្រជាពលរដ្ឋមានបេះដូងទឹកចិត្តសាមគ្គីភាពដ៏ខ្ពស់បំផុតក្នុងកម្រិតដែលជាតិកំពុងតែជួបនៅបញ្ហានេះដូច្នេះនេះគឺជាមោទនភាពមួយនៅក្នុងឱកាសលំបាកដែលបង្ហាញពីទឹកចិត្តពីស្មារតីពីបេះដូងសាមគ្គីភាពហើយនៅក្នុងផ្នែកសុខាភិបាលក៏ដូចគ្នាដែរដូច្នេះការដែលយើងបានរៀបចំបែបនេះគឺមិនមែនរៀបចំភ្លាមនៅពេលដែលកើតបញ្ហាសង្គ្រាមនេះទេគឺយើងចាប់ផ្ដើមពីដើមអាណត្តិមកយើងធ្វើវិធីសាស្ត្រនៃការចងសម្ព័ន្ធមេត្រីភាពគ្នារវាងមន្ទីរពេទ្យជាតិទាំងឡាយជាមួយនឹងមន្ទីរពេទ្យខេត្តទាំងអស់ក្នុងទូទាំងប្រទេសហើយនៅក្នុងពេលនេះមន្ទីរពេទ្យជាតិខ្លះដែលចងសម្ព័ន្ធភាពឧទាហរណ៍ផ្នែកខាងត្បូងកពតកែបតកែវឧទាហរណ៍គាត់អត់មានខាងផ្នែកនឹងអត់មានបញ្ហាសង្គ្រាមប៉ុន្តែគាត់នឹងទៅជួយនៅផ្នែកខាងមុខនៅព្រំដែនគឺជាការស្ម័គ្រចិត្តមួយហើយជាបទពិសោធន៍មួយដ៏ល្អដែលយើងបានឃើញថានេះគឺដោយសារស្មារតីនិងសុឆន្ទៈរបស់បុគ្គលិកថ្នាក់ដឹកនាំមន្ត្រីសុខាភិបាលយើងអញ្ចឹងនេះហើយហៅថាភាពធន់នៃប្រព័ន្ធសុខាភិបាលដូច្នេះសង្គ្រាមនេះប៉ះបានទៅលើហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែអត់ប៉ះប្រព័ន្ធសុខាភិបាលកម្ពុជាទេនេះជាមោទនភាពរបស់ជាតិកម្ពុជាយើងធ្វើតែមានការលំបាកនៅក្នុងទីសុវត្ថិភាពឬក៏ក្នុងសមរភូមិប៉ុន្តែមិនទាន់មានថាការបម្រើសេវារបស់យើងមិនឆ្លើយតបនឹងតម្រូវការទេគឺយើងនៅក្នុងភាពរឹងមាំនេះមិនមែនជាការបានដោយចៃដន្យការពិតការឆ្លៀនពៀនការមានបញ្ហានេះវាមានទម្ងន់ធំក៏ប៉ុន្តែយើងរឹងមាំទេតែធ្វើឲ្យយើងបានស្ថិតនៅក្នុងស្ថានភាពមួយដែលមិនប៉ះពាល់ទៅដល់ប្រព័ន្ធសុខាភិបាលប៉ុន្តែប្រជាពលរដ្ឋប៉ះពាល់ជាសុខភាពមានភាសិតមានសម្រាប់នៅក្នុងតង់ចឹងប៉ះពាល់ដែលមិនផ្ទាល់
ប៉ះពាល់បន្ទាល់គឺប៉ះពាល់អនាម័យដែលលោកមកនៅជុំគ្នាបន្ទប់ទឹកស្អាតកាកសំណល់និងការការពារកុំឲ្យមានជំងឺឆ្លងនៅក្នុងការរស់នៅជួបជុំបណ្ដុំគ្នាច្រើនបែបនេះដូច្នេះនេះគឺជាការដែលអាចប៉ះពាល់ដែលមិនផ្ទាល់មានការប៉ះពាល់ប្រយោលប៉ុន្តែថាប្រព័ន្ធសុខាភិបាលនៅតែមានភាពរឹងមាំឆ្លើយតបនៅនឹងតម្រូវការបាននៅអ្វីដែលកន្លងមកដូច្នេះយើងអាចរាប់បានថាផលប៉ះពាល់មានទំហំធំប៉ុន្តែមិនប៉ះពាល់ដល់ជំរឿរបស់ប្រព័ន្ធសុខាភិបាលទេដោយសារយើងមានភាពរឹងមាំគេហៅថា resilient ជាភាសាបច្ចេកទេសថា resilient health system ចឹងមិនមែនថាបញ្ហាប្រឈមនឹងតិចទេមានន័យថាយើងរឹងមាំភាពរឹងមាំរបស់យើងនេះគឺដោយសារអីដោយសារ health care professional មានន័យថាមន្ត្រីបុគ្គលិកសុខាភិបាលយើងដែលនៅគ្រប់ទីកន្លែងទាំងអស់នោះនៅលើ wheel ទី wheel នៅលើតារាងនៅលើ field គឺលោកមានការដកពិសោធន៍មានទម្លាប់មានទម្លាប់នៅក្នុងការគ្រប់គ្រងស្ថានភាពដែលលំបាកបើមិនបានជួបការលំបាកជាក់ស្ដែងក៏មានការធ្វើសមយុទ្ធការវឹកហាត់ហើយក៏ធ្លាប់ទទួលនៅរំហោគំហុកនៃការទទួលអ្នកជំងឺដែលអាចមានគ្រោះថ្នាក់ផ្សេងទាំងឡាយយើងតែងតែមានហើយយើងដកពិសោធន៍យើងក៏មានបទពិសោធន៍ទៀតនៅក្នុងដំណើរការគេហៅថាពាក្យភាសាបច្ចេកទេសបារាំងថា fonctionnement en mode dégradé មានន័យថាដំណើរការក្នុងដំណាក់កាលធ្លាក់ចុះមានន័យលំបាកបំផុតប៉ុន្តែយើងធ្លាប់ដឹងថារឿងនេះយើងមានក្បួនមានຂະຫນាតយើងធ្វើសមយុទ្ធ simulation ដូច្នេះដល់ពេលជួបបញ្ហាយើងរឹងមាំហើយអត់បាត់ម្ចាស់ការទេនេះគឺដែលខ្ញុំថាមិនចៃដន្យហើយបានរៀបចំទុកជាមុនមិនថាដើម្បីឆ្លើយតបនឹងរឿងព្រំដែននេះទេរឿងទាំងឡាយដែលអាចកើតមានដូច្នេះ resilient health system នេះគឺមិនមែនសាមញ្ញហើយក៏មិនមែនចៃដន្យហើយក៏មិនមែនថ្មីដែរគឺយើងបានរៀបចំកន្លងមកបង្គាហើយដូច្នេះទេក៏ដូចគ្នាខាងអង្គការអន្តរជាតិដៃគូអភិវឌ្ឍទាំងឡាយក៏លោកមានបានសង្កេតឃើញនូវភាពរឹងមាំនេះហើយលោកក៏បានចូលរួមសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋលោកគិតគូរទៅលើសុខភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះមានដូចជាអង្គការ UNFPA បានចូលរួមជួយជា kit ក្នុងការធ្វើយ៉ាងណាជួយសង្គ្រោះដល់ស្ត្រីដល់មាតាដល់ទារកដែលទើបនឹងកើតទើបនឹងឆ្លងទន្លេហើយអង្គការសុខភាពពិភពលោកក៏បានជួយបញ្ជូននៅ kit សម្រាប់សង្គ្រោះបន្ទាន់នឹងជាបន្តផងដែរគ្រប់ទិដ្ឋភាពនៃការទទួលខុសត្រូវរបស់ healthcare professional នេះអ្នកដែលជំនាញអ្នកដែលមានជាមន្ត្រីសុខាភិបាលមន្ត្រីបុគ្គលិកសុខាភិបាលដែលមានជំនាញនៅក្នុងការស៊ូទ្រាំរ៉ាប់រងការលំបាកនេះគឺថាយើងរឹងមាំបែបនេះគឺយើងមិនអាចមិនរាប់ថាគឺជាការប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល It is not the impact for the health system ប៉ុន្តែគឺជាការប៉ះពាល់អីជា impact ទៅលើ population គឺជាការប៉ះពាល់ទៅដល់ប្រជាពលរដ្ឋប៉ុន្តែប្រព័ន្ធសុខាភិបាលគឺរឹងមាំហើយខ្ញុំសូមជំរាបជូនបងប្អូនជាអ្នកសារព័ត៌មានយើងត្រង់នេះបាទប៉ុណ្ណេះសូមអរគុណនេះខ្ញុំសូមអនុញ្ញាតបន្ថែមបន្តិចព្រោះមុនហ្នឹងអាដាមថាក្បត់ណាស់ថាកំឡុងពេលនេះគឺមានការប៉ះពាល់សុខភាពមិនផ្ទាល់ទៅដល់ប្រជាពលរដ្ឋដូចជាទឹកស្អាតឬអីមួយចំនួនអញ្ចឹងក្រៅពីអាដាមដឹកនាំក្រុមការងារបម្រើសេវាពិនិត្យព្យាបាលប្រជាពលរដ្ឋទៅលើអនាម័យមួយចំនួនតើវិស័យសុខាភិបាលក៏ដូចជាមន្ត្រីទាំងអស់បានទៅអប់រំទៅតាមរបស់ហ៊ាសិតទេដើម្បីជូនទៅដល់ពួកគាត់ចា៎សូមអរគុណណាចំណុចនេះគឺជាចំណុចភ្ជាប់ទេថាការដែលជួបប្រទះនឹងបញ្ហានេះគឺយើងបានសហការគ្នាដែលហៅថាសុខភាពបរិស្ថានដែលក្រសួងសុខាភិបាលបានធ្វើការជួបជុំកិច្ចការងារនេះតាមរយៈក្រុមការងារអន្តរក្រសួងមានតាំងពីកិច្ចការចូលរួមដល់ពីក្រសួងអភិវឌ្ឍជនបទក្រសួងបរិស្ថានក្រសួងកសិកម្មក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងទាំងឡាយជាច្រើនតាំងពីក្រសួងផែនការឡើងបានជួបជុំគ្នាហើយបានចូលរួមចំណែកទាំងអស់គ្នាក្នុងការធ្វើយ៉ាងណាឲ្យមានទឹកស្អាតជូនក្រសួងធនធានទឹកជាដើមឡាក់ទៀតនោះធ្វើមានទឹកស្អាតជូនក្រសួងសាធារណការរៀបចំហេដ្ឋារចនាសម្ព័ន្ធធ្វើយ៉ាងណាដោះស្រាយកិច្ចការងារដើម្បីកុំឲ្យមានការប្រឈមថែមនៅលើដំណាក់កាលដែលមានការលំបាកនេះអញ្ចឹងគឺបានចូលរួមសហការគ្នាហើយបានធ្វើការដោះស្រាយបានសមស្របហើយមិនមានការដែលរងនៅជំងឺឆ្លង
ជាក្រុមដុំធំនៅក្នុងសហគមន៍នៃការជនភៀសសាច់ទេថែមទាំងបងប្អូនដើរចុះអប់រំសុខភាពតាមតង់សម្រាប់របស់ប្រជាពលរដ្ឋទៅទៀតហើយក្នុងទឹកមុខញញឹមនិងលើកទឹកចិត្តពីព្រោះបញ្ហានៅពេលដែលមានភៀសសាច់នេះគឺប៉ះពាល់ទៅលើការចល័តផ្សេងហើយថែមទាំងប៉ះពាល់ដល់ផ្លូវចិត្តថែមទៀតអញ្ចឹងបុគ្គលិកសុខាភិបាលយើងចូលរួមក្នុងការអប់រំសុខភាពធ្វើការជួយហៅថាផ្ដល់នៅការលើកទឹកចិត្តផ្នែកសុខភាពផ្លូវចិត្តផងដែរនេះគឺថាយើងបានធ្វើជាប់ជាប្រចាំហាក់ដូចជាคล้ายទៅជាកន្លែងទីសុវត្ថិភាពនេះคล้ายទៅជាឃុំរបស់គាត់មួយដែលគាត់ធ្លាប់ធ្វើអ្វីចុះអប់រំសុខភាពតាមផ្ទះពេលនេះចុះអប់រំសុខភាពតាមតង់សុវត្ថិភាពប្រជាពលរដ្ឋសម្រាប់ចុះចាក់វ៉ាក់សាំងគឺទៅចាក់វ៉ាក់សាំងនៅក្នុងទីទួលសុវត្ថិភាពឬក៏ទៅមើលតាមតង់អាចទៅក្លឹងគីឡូអប់រំសុខភាពអ្នកណាមានផ្ទៃពោះមានការលំបាកយ៉ាងណាគឺថាបញ្យលនៅទីនោះតែម្ដងដូច្នេះជារួមសកម្មភាពទាំងឡាយដែលធ្លាប់ធ្វើគឺនៅបន្តធ្វើដដែលគ្រាន់តែมันមានទីតាំងគុតមុតប៉ុន្តែយើងមានតង់សម្រាប់តង់សុខភាពរបស់យើងនៅកន្លែងសុវត្ថិភាពបាទសូមអរគុណសូមជឿបាទជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរទៅដល់អាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏ដូចជាលោកជំទាវនិងអាដាមដែលជាថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលដែលមានវត្តមាននៅទីនេះផ្ទាល់ចា៎នាងខ្ញុំឈ្មោះឆេងសេមជាអ្នកសារព័ត៌មាននៃស្ថាប័ន CC Tham ថ្ងៃនេះនាងខ្ញុំមានមួយសំណួរដែលមិនខុសពីសំណួរពីខាងបង Fresh News ដែលចង់ជម្រាបសួរអាដាមទៅនឹងថាតើប្រសិនបើជាចំនួនព្រំដែនរវាងកម្ពុជាថៃនៅតែបន្តកើតមានហើយនឹងកាន់តែមានភាពធ្ងន់ធ្ងរតើអ្វីដែលជាផលប៉ះពាល់រយៈពេលវែងទៅដល់វិស័យសុខាភិបាលផ្ទាល់ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋផ្ទាល់ផងចា៎សូមអរគុណសូមអរគុណណាសំណួរនេះគឺជាសំណួរដែលធ្វើយើងគិតក្នុងភាពបុរេសកម្មហើយជ្រៅសំណួរនេះធ្វើឲ្យយើងនៅតែស្ថិតនៅក្នុងការប្រុងប្រៀបជានិច្ចប៉ុន្តែគឺស្របនឹងការគិតរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលដែលសម្ដេចមហាបវរធិបតីលោកទទួលនៅរបាយការណ៍ជារៀងរាល់ថ្ងៃហើយលោកមានការចាប់អារម្មណ៍ជារៀងរាល់ថ្ងៃនោះគឺក្នុងករណីបើសិនជានៅតែមានភាពមិនច្បាស់លាស់នឹងអាចឈានដល់ការណាមួយបន្ថែមទៀតនោះខ្ញុំគិតថាសំណួរនេះខ្ញុំបន់ស្រន់ថាកុំឲ្យកើតមានទីមួយខ្ញុំសូមបន់ស្រន់ថាកុំឲ្យកើតមានហើយប្រកាសណាស់ថាការទូតរបស់ប្រជាជាតិណាចក្រកម្ពុជាយើងក្រោមការដឹកនាំដ៏វាងវៃនិងគុតមុតបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោក្នុងនាមប្រធានព្រឹទ្ធសភាសម្ដេចមហាបវរធិបតីក្នុងនាមរាជរដ្ឋាភិបាលក្រសួងការបរទេសកម្ពុជាក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងឡាយលោកខិតខំដោះស្រាយដោយសន្តិវិធីខ្ញុំសង្ឃឹមនឹងបានថាកុំឲ្យកើតមាននៅរឿងចំនួននេះបន្តទៅទៀតហើយយ៉ាងណាក៏ដោយខ្ញុំក៏មិនទុកសំណួរនេះមិនមានចម្លើយដែរអញ្ចឹងខ្ញុំព្យាយាមថាប្រសិនបើទេណាប្រសិនបើថាបន្តមានការលំបាកតើវានឹងឈានដល់ការប៉ះពាល់ទេពីព្រោះឥឡូវហ្នឹងទុកបានរឹងមាំបញ្ហាធ្ងន់មានប៉ុន្តែយើងរឹងមាំខ្លួនយើងទៅធ្វើឲ្យអត់ប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលនៅរឹងមាំហើយនៅទៅគុតមុតទាំងអស់គ្នាបើព្រឹកបាញ់មិញនេះគឺមានការសាទរទាំងអស់គ្នាហើយដៃគូក៏បានវិតម្លៃខ្ពស់ថាប្រព័ន្ធសុខាភិបាលកម្ពុជារឹងមាំគាត់ចុះទៅគាត់ឃើញមិនឃើញមាននៅទីណាមួយអត់មានបុគ្គលិកសុខាភិបាលបម្រើក្នុងភាពញញឹមហើយដំណើរការដដែលបើយើងខ្សោយក្នុងរយៈពេលប៉ុណ្នេះមានបញ្ហាច្រើនប៉ុន្តែក៏លេខថយក្រោយវិញនេះជាមោទនភាពប៉ុណ្ណាបងស្រីមានសំណួរនេះគឺថាធ្វើឲ្យយើងគិតគូរហើយប្រឹងប្រែងដូច្នេះខ្ញុំឆ្លើយក្នុងថាប្រសិនបើទេបាទប្រសិនបើទេមិនចង់ឲ្យកើតមាននោះប៉ុន្តែប្រសិនបើមាននោះតើយ៉ាងម៉េចប្រសិនបើមានចំនួនបន្តហើយវារីកធំគឺប្រកាសមកវាអាចបកស្រាយថាបញ្ហាដែលយើងនេះថាប៉ះពាល់ត្រឹមតែសុខភាពឬក៏ការចល័តប៉ះពាល់ខូចមណ្ឌលសុខភាពប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋប្រព័ន្ធទឹកស្អាតអនាម័យលក្ខណៈប៉ុន្តែបើសិនជាបន្តតើវាធ្វើយ៉ាងម៉េចការដែលបន្តនេះគឺនឹងអាចคล้ายទៅជាបញ្ហា health crisis ឬក៏ភាសាបច្ចេកទេសបារាំងថា crise sanitaire មែនក្នុងករណីដែលយើងមិនបានប្រុងប្រយ័ត្នអញ្ចឹងដើម្បីជៀសវាងរឿងនេះយើងត្រូវតែធ្វើអ្វីខ្លះដើម្បីការពារហើយឲ្យនៅតែរឹងមាំបានពិតប្រាកដណាស់កាលណាទំហំធំមានន័យថា
តម្រូវការនៃការប្រើប្រាស់សេវាច្រើនលើសពីលទ្ធភាពផ្ដល់ជូនហ្នឹងហើយគេហៅថាវិបត្តិខ្ញុំសូមជម្រាបជូនថាមុននឹងនិយាយទៅដល់រឿងនេះយើងនិយាយអំពីរឿងប៉ះពាល់ដែលដល់ប្រព័ន្ធសុខាភិបាលតែម្ដងតើអ្វីជំងឺ Covid កើតឡើងភ្លាមជំហានដំបូងភ្លាមគឺជំហានប៉ះពាល់ប្រព័ន្ធសុខាភិបាលភ្លាមដោយសារវាយដល់ទីជម្រៅតែម្ដងខ្វះស្ថានភាពគំហុកទូទាំងសកលចឹងប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលមិនថាតែកម្ពុជាទេសកលលោកផ្ទុយទៅវិញកម្ពុជាទទួលបាននៅការទទួលស្គាល់ជាសកលថាកម្ពុជាឆាប់ទប់ទល់បាននឹងយកឈ្នះទៅលើការគម្រាមកំហែងជាសកលនៃជំងឺ Covid នេះដោយសារឋានៈដឹកនាំរបស់ជាតិកម្ពុជាកាលដំណាក់កាលនោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកជារៀបនឹងឆាប់ចាប់ចំណុចបានភ្លាមថាលោកចាត់ទុកវ៉ាក់សាំងគឺជាយុទ្ធសាស្ត្រធំសម្រាប់ទប់ស្កាត់នៅមហាគ្រោះមហន្តរាយដល់ជំងឺ Covid នេះកាលនោះយើងបានដឹងហើយថាលោកសម្រុកធ្វើយ៉ាងណាឲ្យ access ទទួលបានយកនៅវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋហើយធ្វើឲ្យមានភាពស៊ាំនៅក្នុងសហគមន៍ដោយកលែងដែលមិនរាយប៉ាយហើយរីកធំទៅរហូតដល់ទប់ទល់បានទូទាំងប្រទេសកម្ពុជាមានអត្រាមរណភាពដល់ជំងឺ Covid តិចជាងគេនៅលើសកលលោកហើយคล้ายទៅជាប្រទេសមួយដែលគេចរិតមកដល់បច្ចុប្បន្ននេះថាប្រវត្តិនៃការឲ្យតម្លៃរបស់ថ្នាក់ដឹកនាំជានយោបាយរបស់ប្រទេសទៅលើសមភាពនៃការទទួលបាននៅវ៉ាក់សាំងគឺជាមេរៀនសំខាន់សម្រាប់សកលលោកថាឲ្យមានសមធម៌នៅក្នុងសកលលោកឲ្យទទួលបាននៅវ៉ាក់សាំងដល់គ្រប់ប្រទេសទាំងឡាយកុំឲ្យទទួលបានតែប្រទេសដែលមានការរីកចម្រើនប្រទេសអ្នកមានពាក្យសាមញ្ញថាប្រទេសអ្នកមានឯប្រទេសដែលក្រីក្រមិនបានទទួលនៅវ៉ាក់សាំងនោះចឹងរាជរដ្ឋាភិបាលកម្ពុជាកាលនោះបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវហើយទាន់ពេលវេលាបំផុតនឹងផ្ដល់តម្លៃដល់ហានិភ័យថារឿងនេះត្រូវឆាប់ចាប់កាន់ដូច្នេះជានយោបាយជាតិមួយរុញការគ្រប់គ្រងដល់វិស័យសុខាភិបាលឲ្យយើងអាចដោះស្រាយបញ្ហាបានទាន់ពេលវេលាហើយកាលនោះគឺប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលមែនប៉ុន្តែនេះប៉ះពាល់បឋមប៉ះពាល់ដោយសង្គ្រាមគឺប៉ះពាល់ទៅដល់សុខទុក្ខមុនប៉ុន្តែប្រព័ន្ធនៅរឹងមាំប៉ុន្តែយើងត្រូវត្រៀមលក្ខណៈធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់បម្រើសេវានៅតែគ្រប់គ្រាន់មិនថានៅទីដែលកន្លែងមានបញ្ហាប្រយុទ្ធដោយសង្គ្រាមឬក៏កន្លែងផ្សេងទៀតទេឧបមាថាគ្រប់ទៅនៅកន្លែងសង្គ្រាមតែវាខ្វះនៅកន្លែងក្រៅពីសង្គ្រាមអាហ្នឹងក៏ប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលដែរដូច្នេះត្រូវតែទប់ទាំងនៅកន្លែងដែលមានសង្គ្រាមទប់ទាំងនៅកន្លែងដែលធម្មតាមានន័យថា routine emergency ត្រូវតែនៅតែដើរមានន័យថាដោះស្រាយការបន្ទាន់នៅកន្លែងធម្មតាដើរនិងនៅកន្លែងដែលមានបញ្ហាសង្គ្រាមនៅតែដើរនេះគឺជាកិច្ចការមួយដែលខ្ញុំចង់បែកញែកឲ្យឃើញថាប្រព័ន្ធសុខាភិបាលហើយនិរន្តរភាពនៅពេលដែលវិវត្តយូរទៅតើយ៉ាងណាដូច្នេះការប៉ះពាល់ដល់សង្គ្រាមគឺជាការប៉ះពាល់ដោយប្រយោជន៍ទៅលើប្រព័ន្ធសុខាភិបាលកាលណាយូរកាលណាច្រើននឹងអាចប៉ះពាល់ដូច្នេះបើយើងដឹងបែបនេះយើងទោះបីមូលហេតុណាក៏ដោយវិធីសាស្ត្រណាក៏ដោយយើងត្រៀមលក្ខណៈណាខ្ញុំជុំឆ្លើយថាយើងត្រៀមលក្ខណៈមធ្យោបាយណាក្តីមូលហេតុណាក្តីដែលកើតមានតែយើងត្រៀមលក្ខណៈឲ្យបានល្អត្រៀមលក្ខណៈប្រឈមឲ្យបានល្អរាប់ទាំងការដែលមិនមែនសង្គ្រាមឧទាហរណ៍បញ្ហាដែលមានប្រភពដូចជាជំងឺឆ្លងមិនហ្នឹងថា Covid ឥឡូវហ្នឹងគឺមានជំងឺផ្សេងទៀតថ្មីនេះមាននីប៉ាដែលកើតនៅប្រទេសមួយចំនួនខ្ញុំមិនថាឈ្មោះប្រទេសប៉ុន្តែក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដើម្បីជូនបងប្អូនប្រជាពលរដ្ឋព្រោះថាជា channel តែមួយដែលចំជំនាញថាសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នប៉ុន្តែកម្ពុជាមិនទាន់កើតមានទេហើយយើងដឹងយល់ថាពីការរបៀបឆ្លងយ៉ាងណានោះឥឡូវយើងបានកំពុងតែម៉ោងនេះយើងកំពុងតែធ្វើសន្និបាតឆ្នាំប៉ុន្តែក្រុមការងារបានប្រជុំគ្នាតាំងពីម្សិលមិញតែមានក្រុមការងារថ្នាក់ដឹកនាំសុខាភិបាលយើងចាត់ចែងក្នុងការរៀបចំក្រុមចាត់តាលេខសាក់លក្ខណៈដើម្បីទប់ស្កាត់ត្រៀមទុកជាមុននោះហើយគឺយើងត្រៀមទាំងលក្ខណៈដែលប៉ះពាល់ផ្ទាល់ផងហើយដែលប៉ះពាល់ប្រយោលផងរាប់ទាំងការដែលជាប្រភពនៃបញ្ហាដោយជំងឺឆ្លងបញ្ហាដែលឧទាហរណ៍ការពលទំហំធំបញ្ហាតាំងពីធ្លាក់យន្តហោះបញ្ហាឆេះរោងចក្របញ្ហា catastrophe natural គឺគ្រោះធម្មជាតិដូចជាទឹកជំនន់អគ្គិភ័យទំហំធំលក្ខណៈការផ្ទុះ
កន្លែងឧស្សាហកម្មជាដើមដែលទាំងអស់នេះយើងបានធ្លាប់ដឹងត្រៀមលក្ខណៈឲ្យធ្វើសមយុទ្ធជារឿយដូច្នេះនេះគឺជាការត្រៀមនេះដើម្បីយើងទប់ស្កាត់នៅបញ្ហាដែលបងប្អូនមានចំនួននេះដូច្នេះ healthcare professional របស់យើងបានខិតខំត្រៀមលក្ខណៈធ្វើលំហាត់សមយុទ្ធក្នុងការប្រឈមនឹងបញ្ហាទាំងអស់នេះថែមទាំងត្រៀមនៅលក្ខណៈក្នុងការផ្គត់ផ្គង់នៅឱសថបរិក្ខារសម្ភារៈធ្វើការស្តុកនៅនឹងកន្លែងនឹងការត្រៀមក្នុងការទិញបាទនឹងគឺថាត្រៀមទាំងពីទិញទៀតមិនមែនថាទៅទិញខុសកាលខុសវេលាទេបាទអញ្ចឹងយើងមានផែនការរបស់យើងក្នុងការត្រៀមប្រឈមនឹងបញ្ហាទាំងនេះយ៉ាងទៀងទាត់ហើយបានដកពិសោធន៍បទពិសោធន៍ទាំងឡាយហើយយកមកធ្វើការវិភាគអ្វីដែលដើរអ្វីដែលវាមិនដើរវាមិនដំណើរការដើម្បីយើងដកពិសោធន៍ជៀសវាងហើយយើងបានធ្វើកិច្ចការងារនេះជាបន្តបន្ទាប់កន្លងមកនៅក្នុងកិច្ចការទាំងអស់នេះបញ្ជាក់ឃើញថាការត្រៀមទុកជាមុននឹងវាជាភាពធន់មួយហើយដែលឆ្លើយតបសំណួរថាចុះបើរឿងនឹងបន្តទៅទៀតភាពធន់របស់យើងដោយការត្រៀមទុកជាមុនបុរេសកម្មផងត្រៀមទុកជាមុននឹងរលកបបក់នៃបញ្ហាផងហើយនឹងត្រៀមទុកជាមុនថាបើសិនជាក្នុងស្ថានភាពធ្លាក់ចុះខ្លាំងតែយើងដំណើរការសុខាភិបាលបានមិនយើងគិតដល់នឹងគិតថាបើគេថា function mode degradation បញ្ជាក់ឡើងវិញថាបើវាចាប់យើងខ្លាំងតែយើងដំណើរការមិនបើអត់មានភ្លើងយើងដំណើរការយ៉ាងម៉េចបើអត់មានមធ្យោបាយដឹកជញ្ជូនយើងដំណើរការយ៉ាងម៉េចយើងត្រូវរៀបចំ scenario របស់យើងដូច្នេះភាពធន់នេះគឺជាចំណែកមួយដ៏ធំក្នុងការធានាបាននៅសុវត្ថិភាពហើយគឺជាការការពារណាជា prevention គឺជាការការពារហើយដែលយើងអាចឆ្លើយតបជាមួយនឹងហានិភ័យទាំងឡាយដែលកើតចំពោះមុខហើយយើងសូមបន់ស្រន់ថាកុំឲ្យកើតមានរឿងហ្នឹងបាទសូមអរគុណសូមជម្រាបសួរអាយដាមនិងលោកជំទាវនាងខ្ញុំឈ្មោះឡៃណាមកពីស្ថាប័នសារព័ត៌មាន I Love Cambodia Hot News ចាហើយនាងខ្ញុំក៏មានជាសំណួរចង់សួរទៅកាន់ឯកឧត្តមថាតើឯកឧត្តមបានឃើញវឌ្ឍនភាពដំបូងណាមួយនៅលើផែនការមហារាជដែលបង្ហាញនៅក្នុងខែឧសភាឆ្នាំ2025ដែរទេចាសូមអរគុណអរគុណហើយសំណួរនេះគឺថាសំណួរដេញដោលបាទសំណួរដេញដោលខ្ញុំចូលចិត្តណាស់ឲ្យមាន challenge ចឹងគឺយើងនឹងត្រូវខិតខំបាទខ្ញុំសូមឆ្លើយជូនថាបើយើងមើលស្រាលមិនទាន់ឃើញមានប៉ុន្តែសួរថានៅលើសកលលោកមិនទាន់ឃើញមានអីមិនទាន់ឃើញមានវឌ្ឍនភាពជាលទ្ធផលថៃព្យាបាលបានឆាប់ជាប្រមាណហើយមិនទាន់ទេដោយសារអីយើង launching គឺប្រកាសដោយប្រាខែឧសភា2025ផែនការនេះ5ឆ្នាំដំណាក់កាលដំបូងប៉ុន្តែជាលទ្ធផលថាទទួលបានជោគជ័យនៅក្នុងការព្យាបាលបានតួលេខនៃការកាត់បន្ថយតែម្ដងនោះគឺយើងអាចរាប់ថាមិនទាន់ទេប៉ុន្តែរឿងនេះគឺជារឿងរយៈពេលវែងខ្ញុំលើកឡើងនេះគឺថាមាន2ចំណុចមិនទាន់មានថាគ្រាន់តែប៉ុណ្ណឹងស្រាប់កាត់បន្ថយជំងឺមហារីកហ្មងនៅទេសូមបញ្ជាក់ឡើងវិញនៅទេមិនទាន់បានកាត់បន្ថយទេប៉ុន្តែលទ្ធផលមានត្រង់ថាការកត់ត្រាស្រាវជ្រាវរោគជំងឺមហារីកនេះបានកត់ត្រាកើនឡើងហើយហេតុដូច្នេះហើយបានជាប្រទេសជឿនលឿនមានជំងឺមហារីកមានអត្រាជំងឺមហារីកនៅក្នុងចំណោមប្រជាជនច្រើនជាងប្រទេសដែលមិនទាន់ជឿនលឿនមូលហេតុអីមូលហេតុគាត់ចេះទៅស្រាវជ្រាវរកឃើញជំងឺមហារីកនៅក្នុងចំណោមប្រជាជននឹងឃើញអស់ឬក៏ចិត្តអស់ប៉ុន្តែប្រទេសដែលមិនទាន់ជឿនលឿនការស្រាវជ្រាវទៅលើអ្នកជំងឺក្នុងចំណោមប្រជាជនសរុបមិនទាន់រកឃើញបានច្រើនដោយប្រទេសជឿនលឿនទេអញ្ចឹងហើយបាននិយាយជាអត្រាប្រទេសជឿនលឿនមានអត្រាអ្នកជំងឺមហារីកច្រើនជាងប្រទេសដែលមិនទាន់ជឿនលឿនការកត់ត្រាបានណាប៉ុន្តែការពិតតែមានគឺប្រទេសដែលមិនទាន់ជឿនលឿននេះមានអ្នកឈឺច្រើនដែរគ្រាន់តែស្រង់មិនទាន់អស់ចឹងហើយបានខ្ញុំលើកឡើងថានៅកម្ពុជាយើងលទ្ធផលនៃការជាសះស្បើយភ្លាមនោះមិនទាន់ទេវារឿងថ្មីប៉ុន្តែលទ្ធផលដែលយើងកត់ត្រាស្រង់រោគអ្នកជំងឺឲ្យបានឆាប់ទាន់ពេលវេលាឃើញថាបានទទួលលទ្ធផលជាបណ្ដាហើយនេះគឺជាលទ្ធផលដែលការងារដែលត្រូវធ្វើយូរអង្វែងនេះគឺថាសូមជម្រាបជូនបែបនេះហើយតួលេខដែលមើលឃើញនេះគឺជាតួលេខមួយដែលជាគេហៅថាពាក្យបច្ចេកទេសថា accident មានន័យថាចំនួនដែលកើតមានរកឃើញនៅក្នុងចំនួនសរុបមួយអញ្ចឹងយើងខិតខំរកឲ្យឃើញ
ថាមានមហារីកហើយនឹងដើម្បីយកទៅព្យាបាលឲ្យបានឆាប់ដែរព្រោះយើងបាននិយាយហើយថាជំងឺមហារីកតែឈឺហើយមិនងាយព្យាបាលទេប៉ុន្តែបើសិនជាយើងរកឃើញនៅពេលដំបូងយើងឆាប់ព្យាបាលឆាប់ជាដូច្នេះទេគឺផលដែលយើងរកបានពីការប្រកាសដាក់ឲ្យប្រើប្រាស់នៅផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺមហារីកនេះយើងទទួលបានជាបណ្ដានៅការស្រាវជ្រាវកត់ត្រាចំនួនមហារីកកើនឡើងហើយដល់កាលណាកើនឡើងយើងព្យាបាលក៏កើនឡើងដែរប្រទេសជឿនលឿនមានអត្រាអ្នកឈឺមានអាស៊ីដង់នឹងច្រើនប៉ុន្តែអត្រាព្យាបាលជារបស់គាត់ក៏ខ្ពស់ដែរចំណែកឯប្រទេសយើងដែលមិនទាន់ជឿនលឿនដូចប្រទេសជឿនលឿនអត្រារបស់យើងរកមិនទាន់ឃើញច្រើនប៉ុន្តែមានច្រើនហើយដល់ពេលឈឺគឺការព្យាបាលរបស់យើងក៏នៅមានកម្រិតមិនទាន់មានអត្រាព្យាបាលជាខ្ពស់ដោយប្រទេសជឿនលឿនដែរកន្លែងនេះហាក់ដូចជាត្រូវការគិតពិចារណាតិចប៉ុន្តែជឿថាប៉ុណ្ណឹងបងប្អូនយើងអ្នកសារព័ត៌មានដូចជាពលរដ្ឋលោកអាចយល់បានហើយបាទគាត់អាចស្ដាប់បញ្ជាក់ឡើងវិញតិចគឺថាអាចយល់បានហើយហើយដូច្នេះហើយបានជាប្រទេសយើងនេះត្រូវខិតខំដើម្បីធ្វើយ៉ាងណាឲ្យប្រសិទ្ធភាពនៃការស្រង់នៅតួលេខទាំងឡាយនេះគឺថាជាលទ្ធផលមានតួលេខនេះគឺថាធ្វើឲ្យទៅជាសកម្មភាពក្នុងការព្យាបាលឲ្យបានខ្ពស់ហើយយើងប្រើប្រាស់នៅវិធីសាស្ត្រនៃការពង្រីកនៃការកត់ត្រាក្នុងចំណោមប្រជាជនយើងនៅជំងឺមហារីកដែលមានឲ្យឆាប់បានហើយយកទៅធ្វើការវិភាគជា epidemiologic មានការសិក្សាផ្នែកវិទ្យាសាស្ត្រនៃការរាលដាលនៃជំងឺទាំងឡាយហើយធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងដើម្បីទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសដើម្បីនឹងឲ្យសេវានឹងបានកើនឡើងហើយយើងកំពុងតែសកម្មនៅក្នុងការធ្វើការអភិវឌ្ឍវិនិយោគទៅលើឧបករណ៍សម្ភារៈទំនើបបច្ចុប្បន្នថ្មីនៅមន្ទីរពេទ្យជាតិយើងមន្ទីរពេទ្យលោកម៉ាកំពុងដាក់ឲ្យដំណើរការនៅម៉ាស៊ីនបាញ់កាមេរ៉ាថ្មីដើម្បីជួយព្យាបាលជំងឺមហារីកមន្ទីរពេទ្យកាម៉ែតកំពុងបោះជំហានថែមមួយទៀតគឺក្រៅតែពីបាញ់កាមេរ៉ាថ្មីដែលមាន banker សម្រាប់បាញ់ហ្នឹងរហូតដល់ទៅ3ឥឡូវថែមទាំងធ្វើម៉ាស៊ីនផលិតថ្នាំដើម្បីព្យាបាលជំងឺពកកដោយមហារីកហៅថាមហារីកកពេញទីរ៉ូអ៊ីតបាទកពេញមេបៅនេះក៏ដូចជាការធ្វើ medicine nuclear មានន័យថាវិទ្យាសាស្ត្រ nuclear បន្ថែមទៀតគឺបោះជំហានមួយកម្រិតថែមទៀតឲ្យដែលកំពុងតែចាប់ផ្ដើមក្នុងការសាងសង់នេះហើយទាំងអស់នេះគឺជាវិធានការដែលចូលរួមក្នុងការធ្វើឲ្យមានភាពប្រសើរឡើងនៅសច្ចនៈសំខាន់សម្រាប់ទប់ស្កាត់នៅការរាលដាលនៃជំងឺមហារីកហើយដែលជាចម្លើយជូនអំបញ្ញមិញថាមិនទាន់ថាជាលទ្ធផលនៃការព្យាបាលបានឆាប់ជាតែជាលទ្ធផលនៃការស្រាវជ្រាវដែលឈានទៅដល់ការព្យាបាលបានប្រសើរដោយបណ្ដាប្រទេសជឿនលឿនដែរសូមអរគុណចឹងដោយសារមានការអនុញ្ញាតពីអាដាមសាស្ត្រចាជូនសំណួរទៀតបើសិនជាបងប្អូនយើងលោកមានសំណួរទៀតបាទសូមជួយបាទជំរាបសួរអាដាមលោកជំរាបសួរលោកទាវនិងបងប្អូនសារព័ត៌មានទាំងអស់អ្នកខ្ញុំផ្សាយប្រដាមកពីសារព័ត៌មានថ្មីសំណួរចុងក្រោយនឹងខ្ញុំសូមសួរអាដាមទៅនឹងក្នុងនាមអាដាមជារដ្ឋមន្ត្រីក្រសួងសុខាភិបាលតើអាដាមយកឃើញក៏ដូចជាគិតយ៉ាងណាថាតើកម្ពុជាអាចលុបបំបាត់ជំងឺឆ្លងបានទាំងស្រុងទេអាដាមអរគុណច្រើនសូមឆ្លើយជូនចំពោះសំណួរនេះចម្លើយខ្ញុំតែងតែមានទស្សនវិជ្ជា2ឲ្យវិភាគជំងឺឆ្លងងាយឯណានឹងទៅលុបបំបាត់ខ្ញុំក្រែងចិត្តណាស់ក្នុងការឆ្លើយថាមានការលំបាកក្នុងការលុបបំបាត់ពីព្រោះហ្នឹងចំណែកទី1ណាជំងឺឆ្លងជំងឺរបេងកើតតាំងពីមុនប្រវត្តិសាស្ត្រឥឡូវអត់ទាន់បាត់ទៀតនេះគឺជាជំងឺឆ្លងមួយដូច្នេះជារួមជំងឺឆ្លងជារួមទាំងអស់ខ្ញុំមានការទើសទាស់ក្នុងការឆ្លើយថាក្រែងមានការលំបាកក្នុងការលុបបំបាត់ទាំងអស់អាចមិនងាយទេដោយសារជាពិសេសទៅទៀតលើសកលលោកជាលើសកលលោកប៉ុន្តែនៅកម្ពុជានេះជាតំបន់ជាប្រទេសទី1ប្រទេសតំបន់ត្រូពិកក្តៅសើម vector នៃការចម្លងមួយរោគ virus ច្រើនកើតមានឧទាហរណ៍ជំងឺគ្រុនឈាមមូសកើតវិវត្តក្នុងរយៈពេលប្រមាណឆ្នាំដល់ពេលផ្ទុះម្ដងទើបតែលើកឡើងហើយដូច្នេះទេគឺអាកាសធាតុការវិវត្តរបស់ vector នេះគេថាប្រភពនៃផ្ទុក virus ផ្ទុកមេរោគនឹងមានងាយក្នុងការកើតក្នុងការដុះដាលហើយមួយទៀតជំងឺឆ្លងនៅលើពិភពលោកឥឡូវនេះ
ក្នុងមួយប្រព្រឹត្តភ្នែកជំងឺនោះអាចចូលមកក្នុងដែនដីថ្មីបានយ៉ាងងាយស្រួលបំផុតដោយយន្តហោះអ្នកធ្វើដំណើរជិះពីទ្វីបមួយចូលទ្វីបមួយក្នុងរយៈពេលប្រមាណប៉ុណ្ណោះប្រសិនបើប្រព័ន្ធនៃការការពារនេះមិនត្រូវបានរក្សាបានហើយពេលខ្លះពិបាកនឹងទប់ទល់ផងទៀតជំងឺឆ្លងនឹង spread នឹងផ្សាយភាយនៅទូទាំងសកលលោកអញ្ចឹងបញ្ហាជំងឺឆ្លងជាទូទៅយើងមានការបាក់ក៏ប៉ុន្តែជំងឺឆ្លងមួយចំនួនយើងព្យាយាមលុបបំបាត់នឹងចូលចំណុចទី2មិនងាយនឹងលុបជាទាំងអស់ប៉ុន្តែចំណុចទី2អាចធ្វើបានឧទាហរណ៍ជំងឺគ្រុនស្វិតដៃជើងនោះជាជំងឺឆ្លងកម្ពុជាលុបបំបាត់តាំងពីក្នុងទសវត្សរ៍90ខ្ញុំក៏ជាអ្នកចូលរួមក្នុងកិច្ចការងារនេះ Poliomyelitis Eradication ដោយអង្គការសុខភាពពិភពលោកការលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងនៅកម្ពុជាធ្វើបានតាំងពីក្នុងពេលឥឡូវហ្នឹងប្រទេសមួយចំនួនទៅលុបបំបាត់តាមក្រោយបដាទៅទទួលសញ្ញាបត្រវិញ្ញាបនបត្របញ្ជាក់ការលុបបំបាត់ប្រកម្ពុជាទទួលបានយូរអញ្ចឹងយើងអាចលុបបានអញ្ចឹងដោយចំពោះមុខអាចលុបបានប៉ុន្តែជារួមដូចខ្ញុំចែកខាងលើមូលហេតុមានស្រាប់អញ្ចឹងការឆ្លងជាសកលលឿនអញ្ចឹងទាមទារការចូលរួមពីគ្រប់ភាគីទាំងអស់មួយទៀតដែរជំងឺខ្លះជាហើយមេរោគប្រភេទហ្នឹង virus ប្រភេទហ្នឹងបាត់ហើយប៉ុន្តែបន្ទាប់ពីគាត់ទៅផ្សំគ្នាតិចទៅពាក្យបច្ចេកទេសថាបន្ទាប់ពី mutation បន្ទាប់ពីបំលែងតិចទៅស្រាប់ទៅជាមេរោគថ្មីមួយកើតមានឡើងនេះគឺជាបញ្ហាប្រឈមរបស់សកលលោកមិនមែនតែកម្ពុជាទេប៉ុន្តែកម្ពុជាហាក់ដូចជាមានអតិភិបច្រើននៅក្នុងការសម្រេចចិត្តត្រូវដល់ទាន់ពេលវេលាក្នុងការទប់ស្កាត់បានយើងទប់ស្កាត់បានច្រើនណាជំងឺគ្រុនស្វិតដៃជើងជំងឺអេដកាត់បន្ថយជំងឺរបេងកាត់បន្ថយជំងឺទាំងឡាយមួយចំនួនទៀតកាត់បន្ថយហើយនឹងលុបបំបាត់បានប៉ុន្តែជំងឺខ្លះគេហៅថា re-emergent វាកើតឡើងវិញអញ្ចឹងទេទើបបានយើងត្រូវធ្វើការប្រុងប្រយ័ត្នហើយជំងឺឆ្លងនេះណាគឺជារូបភាពរបស់វិស័យដូចជាផ្ទាំងគំនូរមួយសម្រាប់វិស័យសុខាភិបាលអញ្ចឹងជំងឺនេះកាលណាជំងឺនឹងកើតមានទៅធ្វើឲ្យផ្ទាំងនឹងស្រអាប់ណាកាលណាយើងទប់ស្កាត់បានទៅបានឆ្លាស់អូយតែវាកើតឡើងវិញទៅគឺស្រអាប់ទៀតហើយចាត់ទុកថានេះជំងឺឆ្លងនេះគឺជាជំងឺមួយដែលចូលរួមចំណែកក្នុងការធ្វើឲ្យមានការប្រែប្រួលស្ថានភាពសុខាភិបាលនៃតំបន់ឬក៏ប្រទេសឬក៏ជាសកលដែលបច្ចុប្បន្ននេះយើងត្រូវយកចិត្តទុកដាក់ទោះបីយើងអាចទប់ស្កាត់លុបបំបាត់បានក៏ដោយក៏យើងត្រូវតែប្រឹងប្រែងដោយសារមានជំងឺមួយចំនួនវាកើតឡើងវិញឬក៏បន្ទាប់ពីវាคลายជា mutation ហើយជំងឺនោះគាត់កើតឡើងវិញដូច្នេះទេយើងមានតែត្រូវបដោតការយកចិត្តទុកដាក់ទៅលើការត្រៀមលក្ខណៈឆ្លើយតបជាមួយនឹងបញ្ហាប្រឈមទាំងនេះណាយើងមិនអាចបន្ធូរដៃចំពោះមុខនៅបញ្ហាទាំងឡាយនេះឡើយហើយដែលយើងធ្លាប់ទទួលបាននៅបទពិសោធន៍នេះហើយអំពីការដែលទទួលបានជោគជ័យក្នុងការឆ្លើយតបនៅជំងឺឆ្លងមួយចំនួនទាំងអស់នេះមានកន្លងមកយើងធ្វើការព្យាបាលជំងឺអេដសឹងតែជិតអស់ហើយឥឡូវហ្នឹងទំនើបទៀត25ឆ្នាំមុនខុសពីឥឡូវ25ឆ្នាំមុនមធ្យោបាយយើងនៅមានកម្រិតឥឡូវ20ឆ្នាំក្រោយ25ឆ្នាំក្រោយថ្មីនេះមកចាប់មណ្ឌលជាតិប្រយុទ្ធជំងឺអេដបានដាក់ថ្នាំប្រើប្រាស់កាបូតេក្រាវីក្នុងការព្យាបាលការពារក្នុងរយៈពេលវែងមិនមែនបាក់សាំងទេណាកុំឲ្យច្រឡំណាគ្រាន់តែទប់ស្កាត់ការឆ្លងនៅរយៈពេលប្រហែលខែប៉ុណ្ណោះបាទនេះគឺជាការនវានុវត្តន៍ថ្មីបាទមួយទៀតគឺថាការដាក់កងនៅក្នុងស្បូនបាទការដាក់កងក្នុងស្បូនដើម្បីនឹងការពារការឆ្លងនៅមេរោគ virus AIDS នេះក៏យើងមានហៅថាដល់ពី virus នេះគឺថាយើងបានធ្វើចំកម្ពុជាយើងនេះគឺថាបើជាអតិភិបយើងជោគជ័យដើរជួរមុខនៅក្នុងតំបន់កម្ពុជាដើរជួរមុខរឿងជំងឺ AIDS នេះហើយបើយើងជាអាវុធវិញដូចអាវុធអាមេចូលគ្រាប់ហើយត្រៀមប្រយុទ្ធបានខ្ពស់កម្ពុជាយើងគឺថាជាប់ចំណាត់ថ្នាក់នៅលើអន្តរជាតិនៅក្នុងការដែលធ្វើឆាប់បានជោគជ័យហើយជាគំរូបានច្រើនអន្លើបាទដូច្នេះយើងត្រូវតែនៅខិតខំថាទោះបីយើងលុបបានខ្លះគឺយើងលុបបំបត្តិហើយមួយចំនួនទៀតយើងនៅតស៊ូខិតខំទប់ស្កាត់ហើយយើងត្រូវតែត្រៀមទាំងគ្រប់មធ្យោបាយដើម្បីទប់ស្កាត់នៅកិច្ចការងារនេះហើយគោលនយោបាយជារឿងសំខាន់ណាស់ដើម្បីផ្ដល់អត្ថប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះសូមអរគុណ
គ្រប់ថ្លែងរបស់គុណអាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីសូមថ្លែងរបស់គុណអាដាមលោកជំទាវលោកស្រីអ្នកសារព័ត៌មានទាំងអស់ដែលលោកជាថ្មីម្ដងទៀតចំណាយពេលវេលាទទួលយកព័ត៌មានពីសុខាភិបាលដើម្បីផ្សព្វផ្សាយចូលរួមដល់បងប្អូនប្រជាពលរដ្ឋលោកបានជ្រាបអំពីវឌ្ឍនភាពនិងការខិតខំរបស់សុខាភិបាលយើងក្នុងការដឹកនាំបាទអាដាមសាស្ត្រាចារ្យជារដ្ឋមន្ត្រីសុខាភិបាលឆ្លើយតបទៅនឹងតម្រូវការនិងការឆ្លុះបញ្ចាំងដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជាយើងក្រុមការងារអ្នកនាំពាក្យនៃក្រសួងសុខាភិបាលខ្ញុំបាទផ្ទាល់សូមគោរពជូនពរអាដាមសាស្ត្រាចារ្យជាពិសេសអាដាមលោកជំទាវលោកលោកស្រីអ្នកសារព័ត៌មាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខពលៈហើយនឹងសូមប្រកាសបិទសន្និសីទសារព័ត៌មានរបស់សុខាភិបាលត្រឹមវេលាប៉ុណ្ណេះសិនសូមអរគុណនិងជួបគ្នានៅពេលក្រោយទៀតសូមជម្រាបលាទាំងអស់គ្នា